សូមស្វាគមន៍មកកាន់ Channel D-Rod Cooking ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបស្ងោរពងទាកូនឲ្យមានរសជាតិឆ្ងាញ់និងវិធីធ្វើខ្ទឹមជ្រក់ផងដែរពងទាកូននេះផងដែរយើងត្រូវមានអំបិលម្រេចនិងក្រូចឆ្មានិងអ្វីដែលខ្វះមិនបាននោះគឺខ្ទឹមជ្រក់ដំបូងខ្ញុំនឹងបង្ហាញបងប្អូនពីវិធីធ្វើខ្ទឹមជ្រក់នេះផងដែរយើងអាចធ្វើភ្លាមញ៉ាំភ្លាមយើងមានខ្ទឹមស3កំពឹសនិងម្ទេស4គ្រាប់ដំបូងយើងយកខ្ទឹមសទៅត្រាំទឹករួចបកសំបកឲ្យស្អាតរួចហាន់ខ្ទឹមជាបន្ទះស្ដើងល្មមចំពោះម្ទេសយើងយកទៅចិញ្ច្រាំដំបូងយើងធ្វើការដាំទឹកឲ្យពុះបន្ទាប់មកដាក់ម្ទេសចូលបន្ទាប់មកទៀតដាក់ខ្ទឹមសដែលយើងហាន់ជាបន្ទះស្ដើងចូលយើងធ្វើការស្ងោរខ្ទឹមរយៈពេល2នាទីបន្ទាប់មកយើងបិទភ្លើងរួចបន្ថែមគ្រឿងយើងដាក់ស្ករស3ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយទឹកខ្មេះ3ស្លាបព្រាបាយបន្ទាប់មកយើងកូរឲ្យសព្វរួចទុកដោយឡែកចំពោះពងទាកូនយើងជ្រើសរើសពងទាដែលកូនធំហើយគ្រឿងផ្សំរបស់យើងមានដូងស្ករសអំបិលប៊ីចេងនិងជីពងទាកូនផងដែរពងទាយើងយកទៅត្រាំទឹកនិងលាងសម្បកឲ្យស្អាតយើងយកពងទាតម្រៀបចូលក្នុងឆ្នាំងបន្ទាប់មកចាក់ទឹកដូងចូលខ្ញុំប្រើដូងចំនួន1ផ្លែនិងបន្ថែមទឹកចំនួន1ដបផងដែរបន្ទាប់មកយើងដាក់ស្ករសអំបិលប៊ីចេងចូលរួចធ្វើការបើកភ្លើងដើម្បីធ្វើការស្ងោរចំពោះការស្ងោរពងទាកូននេះផងដែរខ្ញុំប្រើរយៈពេល30នាទីឥឡូវនេះពងទាកូនរបស់យើងបានឆ្អិនល្អហើយពងទាកូនដែលខ្ញុំស្ងោរនេះ20គ្រាប់អញ្ចឹងបែកអស់មួយហើយបន្ទាប់មកយើងទៅធ្វើអំបិលម្រេចមានម្រេចស្ករសអំបិលប៊ីចេងយើងធ្វើការបុកចូលគ្នាឲ្យម៉ដ្ឋបន្ទាប់មកយើងមកលាយគ្រឿងផ្សំញ៉ាំពងទាកូនយើងដាក់អំបិលម្រេចច្របាច់ក្រូចឆ្មា
ចាចំពោះពងទាកូននេះផងដែរខ្ញុំជ្រើសយកកូនធំល្មមដូច្នេះហើយចាសាច់ពងទាកូនគឺគួរឲ្យឆ្ងាញ់ណាស់បងប្អូនបន្ទាប់មកយើងដាក់ខ្ទឹមជ្រក់ចូលរួចញ៉ាំជាមួយជីពងទាកូនជាការស្រេចសូមអរគុណនឹងការទស្សនានៅវីដេអូនេះសូមជួយ Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel យើងខ្ញុំ